ខ្ញុំបានជាសមាជិកខ្មែរអូរយោបុកសំអានអត្តបទមួយដល់ស្រង់ចេញពីសភៅគិតឲ្យធំខំឲ្យដល់ដែលមានចំណងជើងថាច្បាប់នៃការបណ្ដាក់ទុនច្បាប់នៃការបណ្ដាក់ទុនបាននិយាយថាចូលស៊ើបសួរឲ្យបានច្បាស់លាស់មុននឹងអ្នកបណ្ដាក់ទុននេះគឺជារឿងដែលសំខាន់បំផុតនៅក្នុងការបណ្ដាក់ច្បាប់ទាំងអស់ដែលទាក់ទងនឹងប្រាក់នេះគួរតែចំណាយពេលឲ្យច្រើនបំផុតក្នុងការស្រាវជ្រាវការបណ្ដាក់ទុនគណៈពេលដែលអ្នកកំពុងតែរកប្រាក់ដើម្បីយកទៅបណ្ដាក់ទុននោះត្រូវត្រួតពិនិត្យរឿងឲ្យលម្អិតគ្រប់យ៉ាងចូលកុំបណ្ដោយឲ្យខ្លួនឯងព្រមចំណាយប្រាក់ទៅដោយងាយឲ្យសោះព្រោះអ្នកត្រូវធ្វើការធ្ងន់ដើម្បីបានវាមកឲ្យចំណាយពេលជាយូរដើម្បីសន្សំវាចូលស៊ើបសួរឲ្យបានលម្អិតនៅគ្រប់ទស្សនៈទាំងអស់នៃការបណ្ដាក់ទុនឲ្យបានច្បាស់លាស់បំផុតមុននឹងអ្នកសម្រេចចិត្តនឹងធ្វើបន្តទៀតនោះចូលសួរឬសុំរឿងលម្អិតគ្រប់យ៉ាងឲ្យបានទិន្នន័យការបណ្ដាក់ទុនដែលត្រឹមត្រូវពិតនិងសមរម្យបើអ្នកអាចមានចំណុចសង្ស័យឬមិនយល់ត្រង់ណានោះអ្នកគួរតែសន្សំប្រាក់នោះទុកនៅក្នុងធនាគារឬក្នុងបញ្ជីគណនេយ្យប្រសើរជាងយកទៅបណ្ដាក់ទុនឬត្រូវបាត់បង់ប្រាក់នោះទៅប្រាក់ងាយនឹងបាត់បង់ណាស់ការពិតប្រការដំបូងរបស់ច្បាប់នៃការបណ្ដាក់ទុននោះគឺរឿងងាយមួយដែលទាក់ទងនឹងប្រាក់នោះគឺការបាត់បង់វាជារឿងដែលពិបាកណាស់ក្នុងការរកប្រាក់នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងគ្នានោះក៏ប៉ុន្តែការបាត់បង់នោះបែរជារឿងដែលងាយនឹងការបំផុតទៅវិញសុភាសិតជប៉ុនបាននិយាយថាការរកប្រាក់ប្រៀបបានដូចជាការជីកដីដោយក្រចកគណៈពេលដែលការបាត់បង់ប្រាក់ប្រៀបបានដូចជាការចាក់ទឹកទៅលើដីខ្សាច់ការប្រកាសទី2របស់ច្បាប់នេះបានមកពីមហាសេដ្ឋីដែលមានមកពីស្នាដៃរបស់ខ្លួនដូចជា Marvel Davis ដែលត្រូវបានសួរទាក់ទងនឹងច្បាប់របស់គេសម្រាប់ការរកប្រាក់ក្នុងទស្សនាប័យ Forbes គេបាននិយាយថាគេមានច្បាប់ងាយៗនោះគឺកុំឲ្យបាត់បង់ប្រាក់គេនិយាយថាបើមើលទៅអ្នកអាចត្រូវបាត់បង់ប្រាក់របស់អ្នកហើយនោះចូលកុំព្រមចំណាយវាតាំងពីដំបូងអសោះគោលការណ៍នេះសំខាន់ខ្លាំងណាស់អ្នកគួរតែកត់ត្រាវាទុកឲ្យបិទនៅក្នុងជញ្ជាំងដែលអ្នកអាចមើលឃើញអានវាម្ដងហើយម្ដងទៀតពេលវេលាប្រៀបដូចជាប្រាក់គិតពីប្រាក់របស់អ្នកឲ្យដូចជាការជប់វាជាចំណែកមួយនៃជីវិតរបស់អ្នកត្រូវបដូរវាមកដោយពេលវេលាច្រើនឆ្នាំដើម្បីរកប្រាក់មួយចំនួនសម្រាប់សន្សំនិងបណ្ដាក់ទុនពេលវេលានោះគ្មានអ្វីមកជំនួសបានទេវាជាផ្នែកមួយនៃជីវិតដ៏មានតម្លៃបើបាត់ឬបាត់ហើយមិនអាចវិលត្រឡប់មកវិញបានទេបើគ្រប់យ៉ាងដែលអ្នកធ្វើគឺរក្សាប្រាក់ទុកឲ្យល្អកុំឲ្យបាត់នោះការធ្វើដូច្នេះគឺជាការប្រមូលគឺជាប្រការមួយដែលអ្នកអាចធ្វើឲ្យបានច្បាស់លាស់ក្នុងចិត្តនឹងមានសុខភាពផ្នែកហិរញ្ញវត្ថុហើយកុំឲ្យប្រាក់បាត់បង់ចូលឆ្លាតវៃក្នុងការបណ្ដាក់ទុនការពិតប្រការទី3របស់ច្បាប់នៃការបណ្ដាក់ទុនបាននិយាយថាបើអ្នកគិតអ្នកអាចនឹងបាត់បង់ប្រាក់ទៅខ្លះនោះអ្នកនឹងត្រូវបាត់បង់ប្រាក់ច្រើនហើយមានរឿងខ្លះដែលមានការតាក់ទងនឹងទស្សនគតិរបស់អ្នកដែលគិតគេមានប្រាក់គ្រប់គ្រាន់ថាគេប្រតុយនឹងការបាត់បង់តិចតួចណាស់មានពាក្យបុរាណមួយពោលថាមនុស្សល្ងងនៅជាមួយប្រាក់របស់គេមិនយូរទេនឹងត្រូវបែកពីនេះហើយមានមួយប្រយោគទៀតបានពោលថាពេលដែលមនុស្សម្នាក់មានប្រាក់បានជួបគ្នាជាមួយនឹងមនុស្សម្នាក់ទៀតដែលមានបទពិសោធន៍អ្នកដែលមានប្រាក់នឹងទទួលបានបទពិសោធន៍ហើយអ្នកដែលមានបទពិសោធន៍នឹងទទួលបានប្រាក់ចូលសួរខ្លួនឯងជានិច្ច
ta nâng miền ở vậy các là bà nè trời bắt bong bạc đèn ó đại nè bạn bận đặt tôn nút ta nè ai tụi bạn đàn tế bỏ mình bàn tề cho con bận đặt tôn là mắt ăn ở vật tờ này cứ chi về tỷ đại nè ai pra cho bạc này bàn liềm cho mấy tiền mùi cho cái từ lọt từ mơ pi cái mọc khai ra mà tôi chỉ tràn và các đại nè bàn tôi nó cũng chịu được bọn nè mớt à ta vì miền ở vậy đại chốt nè đại nè ai sắc xa vì việc bà là thực tế đây đại miền ca bị biệt tâm trở hỏi cứ miền này à ban tụ cạp chia bao ban bẹt cả nào hơi trong đó thì bị bắn đạn tôn dòng bùa tai ở vậy đại nè vô ban cho bà nên chia giang pin tổng ứng tai phần nào cho tụ dục biệt nai nóm riêng cả bắn đạn tôn pì nè đại tụ ban chốt chơi tai phần nào chỗ thua vớiประกอบ tới สวัสดิភាពវាប្រកបជាងទុកប្រាក់យ៉ាងអដើម្បីកុំឲ្យបាត់បង់វាទៅ